បុរសម្នាក់បើកការថតកាមេរ៉ាស្មីខរបស់គាត់ភ្លាមគាត់ដឹងភ្លាមថា Jade ដែលមហាសេដ្ឋីនឹងទិញគឺជារបស់ខ្លាំងខ្លាយបុរសនោះក៏ប្រញាប់ទៅឃាត់មហាសេដ្ឋីថាគុំឲ្យទិញថ្មប៉ុន្តែមហាសេដ្ឋីមានទំនុកចិត្តខ្លាំងហើយបានជាបុរសថាគុំនិយាយមិនពិតហើយដកកាត់ធនាគារទៅសួរថៅកែឲ្យអូវាម្ដងទៀតមហាសេដ្ឋីរូបនេះព្យាយាមបញ្ឈប់មហាសេដ្ឋីដែលមិននឹកស្មានដល់ម្ដងទៀតដោយផ្ទាល់នឹងសុំម្ចាស់ហាងបើកថ្មពេលម្ចាស់ហាងបើកថ្មនោះពិតជាគ្មាន Jade នៅខាងក្នុងមហាសេដ្ឋីក៏ភ្ញាក់ផ្អើលខ្លាំងខណៈបុរសនោះទល់មុខមហាសេដ្ឋីគាត់មកដល់កន្លែងចោលសម្រាមហើយបើកភ្នែកស្រីឃើញថ្មបោះចោលបញ្ចេញភ្លើងពណ៌បៃតងម្ចាស់ហាងប្រមានគាត់ថាថ្មទាំងនេះសុទ្ធតែជាថ្មដែលមនុស្សជុំវិញខ្លួនមិនចង់បានប៉ុន្តែមនុស្សជុំវិញគាត់នៅតែសើចបញ្ចប់អារម្មណ៍នឹងពួកគេ3នាទីក្រោយមកថៅការរត់ចេញមកក្រៅដោយភ័យស្លន់ស្លោកាន់ថ្មនៅខាងក្នុងតាមពិតទៅ Emerald កំពូលដែលមានតម្លៃទីផ្សារយ៉ាងហោចណាស់$3,000 លានបុរសម្នាក់បើកការមើលកាមេរ៉ាស្មីឃើញថាមានបញ្ហាបេះដូងមនុស្សស្រីព្រោះការសម្លឹងច្រើនពេកស្ត្រីគិតថាខ្លួនមិនសមរម្យបុរសក៏ប្រញាប់បកស្រាយថាមានក្លិនអាក្រក់លើក្រវិល Jade ដែលឆក់បេះដូងបើនាងនៅតែពាក់បន្តទៀតនាងអាចនឹងជួបគ្រោះថ្នាក់ដល់អាយុជីវិតបើនាងទុកចោល7ថ្ងៃទៀតគិតថានាងនៅសល់ពាក្យស្រីនាងនៅតែមិនអីទេក្រោយ7ថ្ងៃនាងច្បាស់ជាដាក់ទោសបុរសធ្ងន់ធ្ងរមិត្តស្រីស្ដីបន្ទោសបុរសនោះថាមិនគិតពីផលវិបាកពេលនិយាយប៉ុន្តែបុរសនោះជឿជាក់យ៉ាងមុតមមថាអ្វីដែលគាត់និយាយនឹងផ្ទៀងផ្ទាត់ហើយស្ត្រីជឿជាក់យ៉ាងមុតមមថា